ក្បួនសឹកស៊ុនអូវាយយកនគរទាំង6និងក្បួនសឹក5ច្រករបស់ស៊ឺម៉ាអ៊ីដើម្បីវាយខុងមីងកំពុងតែកើតឡើងម្ដងទៀតនៅក្នុងនយោបាយថៃបច្ចុប្បន្នបាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំដកស្រង់អត្ថបទខ្លីមួយទៀតដែលសរសេរឡើងដោយ page ហុកណាវីនៅលើ Facebook page របស់គាត់ហើយអត្ថបទខ្លីនេះគឺបង្ហាញអំពីក្បួនដែលផែថោងឋានកំពុងតែលេងនៅក្នុងនយោបាយថៃបច្ចុប្បន្នបងប្អូនអញ្ចឹងបងប្អូនចង់ដឹងថាយ៉ាងណាខ្ញុំនឹងអានអត្ថបទខ្លីដែលសង្ខេបដោយបងហុកណាវីនៅលើ page របស់គាត់បងប្អូនឥឡូវខ្ញុំអានអត្ថបទនេះជូនបងប្អូនស្ដាប់ទាំងអស់គ្នាស៊ុនអូបាននិយាយថារៀបចំផែនការដោយមេឃងងឹតស្លុបបង្កើតព្រឹត្តិការណ៍ដោយផ្គររន្ទះនាយករដ្ឋមន្ត្រីថៃបានយកក្បួនសឹកស៊ុនអូមកប្រើការដើម្បីវាយយកចំណុចសំខាន់ទាំង6ដូចជាទី1ចាំស្រង់ប្រយោជន៍ក្រោយពីរំលាយបកឈ្មោះទៅមុខបែបប្រជាធិបតេយ្យសង្គមនិយមឆ្វេងឈ្នះលើកទី1បាទអញ្ចឹងមានន័យថាអាក្បួនទី1ហ្នឹងគឺគាត់បានឈ្នះអាគោលបំណងទី1របស់គាត់ក្បួនទី2រៀបចំផែនការទប់ទល់ទុកជាមុនពេលមានការបោះឆ្នោតដកសេចក្តីទុកចិត្តចំណុចទី2នេះគាត់ក៏បានឈ្នះទៀតក្បួនទី3ធ្វើនយោបាយរុញពួកយោធាឲ្យមានចំនួននៅតាមបណ្ដោយព្រំដែនហើយរុញបញ្ហាទាំងអស់ទម្លាក់កំហុសលើពួកយោធាក្បួនទី3នេះគាត់ក៏បានសម្រេចទៀតក្បួនទី4បង្កើនសិទ្ធិនយោបាយនិងទាមទារយកកម្លាំងប៉ូលីសពីក្រសួងមហាផ្ទៃថៃរហូតរដ្ឋាភិបាលចម្រុះចុះចេញពីក្រសួងមហាផ្ទៃដោយខ្លួនឯងដើម្បីមានតម្លៃនៅក្នុងដៃគាត់ក៏បានជោគជ័យនៅលើក្បួនទី4នេះទៀតក្បួនទី5ប្រើប្រាស់កម្លាំងប៉ូលីសដើម្បីទប់ទល់ស្ថានភាពបាតកម្មផ្សេងនិងទប់ទល់សម្លេងសភាធម្មនុញ្ញថៃដើម្បីកុំឲ្យគេដកអំណាចនាយករដ្ឋមន្ត្រីបានចំណុចទី5នេះគាត់អាចនឹងបានសម្រេចមួយទៀតយុទ្ធសាស្ត្រទី6ដែលគាត់កំពុងប្រើគឺថែរក្សាអំណាចស្ដេចដដែលតាមរយៈឲ្យស្ដេចជ្រើសរើសរវាងនាយករដ្ឋមន្ត្រីថៃថ្មីនិងពួកប្រជាធិបតេយ្យបែបឆ្វេងនិយមដែលកន្លងមកពួកនេះធ្វើនយោបាយប្រឆាំងស្ដេចដោយចំហដូច្នេះស្ដេចថៃត្រូវតែជ្រើសរើសយកគាត់ដើម្បីរក្សាអំណាចរបស់ខ្លួនឲ្យនៅដដែលអញ្ចឹងចំណុចទី6នេះគាត់ប្រហែលជាអាចឈ្នះនៅចំណុចទី6នេះទៀតបងប្អូនដែលលោកណាវីបានរៀបរាប់អំពី6ចំណុចអ្វីដែលផែថោងឋានបានធ្វើនេះគាត់ថានេះជាយុទ្ធសាស្ត្រទាំង6ដែលស្តៀងទៅនឹងយុទ្ធសាស្ត្ររបស់ស៊ុនអូបានវាយយកឈ្នះនគរទាំង6ចុះអ្វីគឺជាយុទ្ធសាស្ត្ររបស់ស៊ឺម៉ាអ៊ី5ច្រកវាយខុងមីងវិញខុងមីងបាននិយាយថាទឹកថ្លាមើលឃើញត្រីដល់បាតដីទើបនាយករដ្ឋមន្ត្រីថៃថ្មីដឹងថាស្ដេចថៃមានតែអាវុធ5ប៉ុណ្ណោះដែលអាចសម្លាប់ជីវិតនយោបាយរបស់គាត់បានទី1បោះឆ្នោតដកសេចក្តីទុកចិត្តមិនអាចទៅរួចទី2រដ្ឋប្រហារយោធាដើម្បីយកអំណាចមិនអាចទៅរួចទី3ទម្លាក់សេដ្ឋកិច្ចជាតិដើម្បីយកអំណាចមិនអាចទៅរួចទី4រំលាយរដ្ឋាភិបាលដើម្បីយកអំណាចមិនអាចទៅរួចទី5បង្កើតរបបប្រជានិយមឡើងវិញរឹតតែមិនអាចទៅរួចអញ្ចឹងមកដល់ត្រឹមនេះបានឃើញថាបងណាវីពិតជាបានបង្ហាញខ្លីខ្លឹមអស់ហើយថាអ្វីទៅជាយុទ្ធសាស្ត្រដែលនាយករដ្ឋមន្ត្រីថៃថ្មីកំពុងតែធ្វើយុទ្ធសាស្ត្រ6ចំណុចស្តៀងទៅនឹងយុទ្ធសាស្ត្ររបស់ស៊ុនអូដែលវាយឈ្នះនគរទាំង6នោះហើយនឹងយុទ្ធសាស្ត្រស៊ឺម៉ាអ៊ី5ចំណុចដែលវាយឈ្នះខុងមីងនោះគឺគាត់បានបង្ហាញថា6ចំណុចខាងលើនោះមានអីខ្លះហើយ5ចំណុចនៅខាងក្រោមនោះមានអីខ្លះហើយនៅចុងអត្ថបទរបស់គាត់ក៏បន្ថែមយ៉ាងដូចនេះទៀតថាតកូលថាក់ស៊ីននិងនាយករដ្ឋមន្ត្រីថៃថ្មីបើគ្មានការបញ្យល់ណែនាំនិងចង្អុលបង្ហាញពីសម្ដេចតេជោនោះទេម្លេះមិនអាចយល់ស្គាល់ច្បាស់អំពីពួកនយោបាយថៃនិងស្គាល់ច្បាស់ពីយុទ្ធសាស្ត្រស្ដេចថៃទើបយុទ្ធសាស្ត្រនយោបាយទាំង6និងផែនការស្ដេចថៃទាំង5មិនអាចយកឈ្នះគាត់បានបាទអញ្ចឹងនេះមិនមែនជាសំណេររបស់ខ្ញុំផ្ទាល់ទេខ្ញុំសូមបញ្ជាក់ឡើងវិញគឺខ្ញុំកំពុងតែអាននៅសំណេរផ្ទាល់សំណេរដើមរបស់បងប្រុសហុកណាវីដែលគាត់បានសរសេរនៅលើ page របស់គាត់បងប្អូនមើលទៅឃើញហើយគឺគាត់បាននិយាយយ៉ាងដូចនេះថាអ្វីដែលនាយករដ្ឋមន្ត្រីថៃថ្មីធ្វើហ្នឹងគឺមានការចង្អុលបង្ហាញពីសម្ដេចតេជោដើម្បីឲ្យឆ្លុះបញ្ចាំងមើលឃើញចំណុចដែលជាយុទ្ធសាស្ត្រស្ដេចថៃអាចប្រើដើម្បីផ្ដួលរំលំគាត់ហើយគាត់ថាអ្វីដែលគេដឹងចំណុចទាំងអស់នេះគឺសម្ដេចហ៊ុនសែនសម្ដេចតេជោគឺជាអ្នកប្រាប់ទៅកាន់គ្រួសារតកូលថាក់ស៊ីនសំណេរមួយនេះគ្រាន់តែជាការសង្ខេបបែបខ្លីៗដើម្បីឲ្យបងប្អូនងាយយល់អំពីព្រឹត្តិការណ៍នយោបាយនិងទស្សនៈប្រវត្តិសាស្ត្រនយោបាយកន្លងមកចប់អរគុណបងប្អូនអាចចូលទៅអានអត្ថបទទាំងស្រុងនៅលើ page របស់បងណាវីថ្ងៃនេះខ្ញុំគ្រាន់តែមានចំណាប់អារម្មណ៍ហើយខ្ញុំចង់អាននៅសាររបស់គាត់ជូនបងប្អូនបានស្ដាប់ទាំងអស់គ្នា
អត់មានថែមថយអីទេអត់មានវិភាគអីបន្ថែមទេនេះគឺជាសារទាំងស្រុងរបស់គាត់នៅលើ page Facebook របស់គាត់អរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយ